បាទសូមជម្រាបសួរបងប្អូនបាទទីក្រុងប៉ារីសបាទខ្ញុំបាទយើងយនសូមសម្ដែងនៅការចូលរួមរំលែកទុកយ៉ាងក្រៀមក្រំដល់គ្រួសារសពកងទ័ពពលីហើយនឹងបងប្អូនពលរដ្ឋដែលបាត់បង់ជីវិតដោយសារតែការបដិកិច្ចហើយនឹងសង្គ្រាមប្រហែលថ្ងៃបាទ2ថ្ងៃមកនេះបាទគេថាបងប្អូនយើងខ្មែរយើងគ្រប់ទីកន្លែងទាំងអស់គឺក្រៀមក្រំបាទអត់សប្បាយចិត្តបាទបើក Facebook មកឃើញតែព័ត៌មានអញ្ចឹងគឺថាអត់សប្បាយចិត្តតែម្ដងហើយក៏សូមចូលរួមសោកស្ដាយយ៉ាងធំធេងហើយបុណ្យ100ថ្ងៃកងទ័ពយើងកាលពីសង្គ្រាមអ្នកខ្លះមិនទាន់ចប់បុណ្យ100ថ្ងៃនៅឡើយទេហើយអ្នកខ្លះទៅចប់បុណ្យ100ថ្ងៃទៅថ្មីបាទហើយបងប្អូនច្រើនណាស់ដែលបានចូលរួមចំណែកនៅក្នុងការបរិច្ចាគក្នុងការជួយដល់ជនភៀសសឹកក៏ដូចជាកងទ័ពបាទហើយឥឡូវយើងមានកងទ័ពពលីហើយក៏មានបងប្អូនបាត់បង់ជីវិតទៀតបាទលើកនេះដូចជាច្រើនទៅលើជនស៊ីវិលនឹងច្រើនមែនទែនទាំងរបួសហើយទាំងស្លាប់បាទអញ្ចឹងគឺខ្ញុំបាទជំនួសឲ្យប្រជាពលរដ្ឋបាទគ្រប់កន្លែងបាទខ្មែរយើងទាំងអស់ហ្នឹងគឺសូមចូលរួមសម្ដែងនៅការក្រៀមក្រំហើយចូលរួមសោកស្ដាយយ៉ាងក្រៃលែងបាទអញ្ចឹងគឺសង្គ្រាមគឺថាប្រជាពលរដ្ឋខ្មែរយើងគឺថាអត់ចង់បានបាទទាំងប្រជាពលរដ្ឋស្លូតត្រង់ខ្មែរយើងក្តីគឺថាទាំងប្រជាជននៅស្រុកថៃក្តីគឺថាតាមគំនិតរបស់ខ្ញុំមើលទៅគឺថាពួកគាត់អត់ចង់បានបាទសង្គ្រាមគឺជាជំរើសចុងក្រោយមែនទែនបាទសម្រាប់ប្រទេសកម្ពុជាយើងដោយសារយើងធ្លាប់ឆ្លងកាត់សង្គ្រាមយូរមកហើយបាទអញ្ចឹងតាមរយៈខ្ញុំហើយនឹងក្រុមការងារខ្ញុំកន្លងមកហ្នឹងគឺមានបងប្អូនជាច្រើនបាទទាំងក្នុងនិងក្រៅស្រុកគាត់ជួយឧបត្ថម្ភជួយទិញស្បៀងឧបត្ថម្ភទៅជនភៀសសឹកហើយនឹងខ្លះទៀតជួយទៅដល់បងកងទ័ពបាទហើយតាមរយៈបងប្អូននៅអាមេរិកមានដូចជានៅ Lowell អីអញ្ចឹងតាមរយៈបងប៉ែនសុផលក៏ដូចជាបងហេងស្រៀងបងខូតារ៉ារឹតហើយនឹងបងប្អូនជាច្រើនទៀតបាទគឺថាបងប្អូននៅក្រៅស្រុកហ្នឹងគឺថាជួយច្រើនមែនទែនមិនថានៅអាមេរិកឬក៏បារាំងអឺរ៉ុបបាទគ្រប់កន្លែងខ្មែរយើងគ្រប់ប្រទេសទាំងអស់ដែលគាត់អាណិតគាត់ជួយទាំងជនភៀសសឹកក៏ដូចជាកងទ័ពបាទហ្នឹងហើយជួយប៉ុណ្ណាក៏អត់គ្រាន់ទេថាវាសង្គ្រាមវាអត់ទាន់ចប់ហើយវាច្រើនកន្លែងលើកនេះច្រើនណាស់បងប្អូនច្រើនចំណុចច្រើនទីតាំងច្រើនសមរភូមិមែនទែនបាទរហូតដល់ខេត្តពោធិ៍សាត់ទៀតពីមុនមកគឺថាអត់មានទេពោធិ៍សាត់បាទឥឡូវនេះមានដល់ខេត្តពោធិ៍សាត់ទៀតអញ្ចឹងចំនួនជនភៀសសឹកគឺច្រើនជាងមុនបាទការចំណាយហូបចុកស្នាក់នៅអីហ្នឹងគឺថាច្រើនជាងមុនមែនទែនបាទហើយសម្រាប់បងប្អូននៅសហគមន៍រដ្ឋអ៊ីលីណយបាទសហគមន៍ខ្មែរនៅរដ្ឋអ៊ីលីណយហ្នឹងបាទក៏បងប្អូនបានជួយទៅដល់ជនភៀសសំទោសជួយដល់កងទ័ពពលីបាទទៅដល់គ្រួសារកងទ័ពពលីតាមរយៈខ្ញុំហ្នឹងក៏ខ្ញុំបានផ្ញើបច្ច័យឬក៏ជូនផ្ទាល់ហ្នឹងចិត្តនឹងអស់ទៅហើយបាទចិត្តនឹងអស់ហើយសល់តែប្រហែលអ្នកទៀតឥឡូវសង្គ្រាមមកទៀតគឺថាឃើញតែកងទ័ពយើងក៏មានពលីរបួសជាបន្តបន្ទាប់ទៀតបាទគឺអត់ដឹងធ្វើម៉េចបាទយើងមានតែការពារខ្លួនសម្រាប់កម្ពុជាគឺមានតែការពារខ្លួនហើយខ្ញុំក៏មានមិត្តភ័ក្តិច្រើនបាទទាំងបងប្អូននៅថៃនៅសរិនអីសិតតែពួកយើងយល់ចិត្តគ្នាគេថាយើងអត់ចង់មានសង្គ្រាមប៉ុន្តែអានេះគឺជំរឿសចុងក្រោយមានតែយើងទាំងអស់គ្នាបាទបងប្អូនខ្មែរយើងទាំងអស់គ្នាស្នើពរឲ្យវត្ថុស័ក្តិសិទ្ធិជួយហើយជួយដល់ជនភៀសសឹកឬក៏ជួយតាមលទ្ធភាពណាបងប្អូនបានជួយហើយក៏ជួយបន្តទៀតបាទអញ្ចឹងសូមឲ្យបងប្អូនខ្មែរយើងទាំងអស់គ្រប់ទីកន្លែងបាទសូមឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនបាទសូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់បាទសូមជូនពរពួកគាត់អ្នកកសែតអ្នកសារព័ត៌មានអីខ្ញុំឃើញគាត់ប្រឹងប្រែងបាទសូមអរគុណហើយក៏អរគុណដល់ពលរដ្ឋខ្មែរយើងទាំងអស់ក្នុងស្រុកក្រៅស្រុកដែលគាត់តែងតែឧបត្ថម្ភបាទតិចក្តីច្រើនក្តីគឺថាគាត់ផ្ញើមកចូលរួមបាទគ្រប់ណែកន្លែងទាំងអស់បាទអញ្ចឹងសូមជូនពរឲ្យបងប្អូនដែលធ្វើសប្បុរសធម៌ហ្នឹងជួយឲ្យបងប្អូនជួបតែក្តីសុខក្តីចម្រើនអាយុវែងសុខភាពល្អហើយសូមឲ្យបងប្អូនបន្តជួយតទៅទៀតបាទជួយទៅទៀតបាទព្រោះមានសង្គ្រាមប៉ុណ្ណឹងហើយអាចនឹងរាប់ខែទៅទៀតបាទរំចរចារំដោះស្រាយចេញបាទឥឡូវកំពុងតែក្តៅបាទអ្នកដែលជួយភ្លាមក៏ជួយទៅអ្នកដែលមិនទាន់ជួយក៏ជួយបន្តទៀតទៅបាទហើយខ្ញុំអត់មានអីទេបាទមានតែសម្ដែងនៅការសោកស្ដាយអ្នកដែលបាត់បង់ជីវិតអ្នករងរបួស
អ្នកតសូហើយក៏អរគុណបងប្អូនទាំងអស់គ្នាដែលបានជួយបាទមិនថាអ្នកកសែតអ្នកព័ត៌មានតាអាញាធរទាហានប៉ូលីសបាទគាត់អត់ខ្លាចទេគាត់ចូលជួយគាត់ការពារទឹកដីបាទសូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងអស់ចូលរួមជួយខ្មែរយើងទាំងអស់ឲ្យមានសាមគ្គីភាពហើយសម្រេចជោគជ័យបាទសូមអរគុណ